ការប្រកួតចាប់ផ្ដើមនៅម៉ោង 6:00 នាទីក្រោមការដឹកនាំពីអាជ្ញាកណ្ដាលជីសាមឌីបាទការប្រកួតចាប់ផ្ដើមដោយកែបាល់ចេញពីម្ចាស់ផ្ទះឡាយហើយខ្សែការពាររបស់ឡាយក៏បំផ្លោងមួយជើងបាទតម្លៃនេះឱកាសរបស់បាល់ឡាយប៊ីតែមានគ្រាប់បាល់ទៅហើយកន្លែងដែលគៀពិសិដ្ឋដេញតាមកីឡាករអ៊ីមវ៉ាឃីមទាត់មួយជើងពីកីឡាករគឹមយុងស៊ូក៏ប៉ុន្តែធ្វើមិនបានសម្រេចនោះទេបាទឱកាសរបស់ក្រុមបាល់ទាត់ឡាយកើតមានគ្រាប់បាល់នៅនាទីទី20ពីការលើកបាល់ចេញពីជ្រុងរបស់កាន់តាអាសាមីហើយបាល់នេះក៏តែតចេញពីកីឡាករខ្សែការពារយ៉ាងណាក៏ដោយយើងឃើញថាអង្គរ Tiger ក៏ព្យាយាមដាក់សម្ពាធទៅវិញដែរពី Michelin ក៏ប៉ុន្តែការប៉ុនប៉ងនោះក៏មិនទៅផុតជាមួយអ្នកចាំទីដែរនេះឱកាសរបស់ Michelin បាទទាត់ឲ្យមកប៉ះអ្នកចាំទីហើយរឡាតកាប់មួយជើងទៀតមកប៉ះមុខបាទអ្នកចាំទីបាទកីឡាកររុនចុងមីនយ៉ាងណាក៏ដោយយើងឃើញហើយការប៉ុនប៉ងដាក់សម្ពាធជាថ្មីម្ដងទៀតបាល់នេះមកផ្លាតមកប៉ះកីឡាករតាគូតូបញ្ជូនចេញទៅក៏ប៉ះខ្សែការពាររបស់ឡាយហើយបាល់ក៏ដល់ជើងកីឡាករម៉ាក់អាជេគូរីតាហើយម៉ាក់អាជេគូរីតាក៏ទាត់បញ្ចូលទីបានសម្រេចផុតបាទប្រឡោះជើងកីឡាករអ្នកចាំទីគ្រាប់តាមស្មើនៅនាទីទី42បាទនេះជាគ្រាប់ស្មើរបស់កីឡាករអង្គរ Tiger ដោយ Mark Ache Kurita បាទមួយគ្រាប់នេះពិតជាធ្វើឲ្យក្រុមរបស់គេមានកម្លាំងចិត្តការបញ្ជូនបាល់ចេញពីនូជេនមករាហើយក៏ដល់ដៃអ្នកចាំទីចាប់ខុសក៏បាល់នេះក៏ផ្លាតទៅដល់ជើង Mark Ache Kurita បន្ថែមគ្រាប់បាល់ទី2របស់ខ្លួននិងជាគ្រាប់នាំមុខរបស់អង្គរ Tiger 2-1នៅនាទីទី45+4បាទនេះចិត្តចប់វគ្គទី1ទៅហើយបាទកីឡាករ Mark Ache Kurita ក៏បន្ថែមគ្រាប់នាំមុខឲ្យអង្គរ Tiger ចប់វគ្គទី1ក្រុមបាល់ទាត់អង្គរ Tiger នាំមុខក្រុមឡៃខេត្តបរសេនុ2-1បាទការប្រកួតចូលដល់វគ្គទី2បាទយើងឃើញថាវគ្គទី2យើងឃើញហើយបាទការប្រកួតនេះក៏កាន់តែជក់ចិត្តដិតអារម្មណ៍ដែរបាទគណៈដែលក្រុមម្ចាស់ផ្ទះឡៃក៏ព្យាយាមដាក់សម្ពាធម្ដងហើយម្ដងទៀតទៅលើគូប្រកួតហើយយ៉ាងណាក៏ដោយក៏អង្គរ Tiger មិនបោះបង់ទេកន្លែងនេះឱកាសបាទរបស់ Michelin អូសបាល់ហើយទីបំផុតក៏នៅអូសបាល់កន្លែងនេះសុកគ្រីសូហ្វានទាត់មួយជើងមកក៏អត់ចំគោលដៅនោះទេបាល់នេះក៏បញ្ជូនចេញទៅស្លាបស្ដាំហើយកីឡាករតាការ៉ាម៉ាត់ស៊ូតានីក៏បោះបាល់មកឲ្យកីឡាករម៉ាក់អាជេគូរីតាវាយកែងចូលផុតដៃអ្នកចាំទីរុនចុងមីនជាគ្រាប់ទី3របស់គេពីការបញ្ជូនបាល់របស់តាការ៉ាម៉ាត់ស៊ូតានីបាទហើយក៏រំបាទភ្លាមដើម្បីអបអរសាទរ